ដែលខ្ញុំកាត់រួចទេចាចានឹងវិញចាចាអញ្ចឹងគឺរបស់ខ្ញុំចង់តែបងប្អូនតិចចាគេឲ្យច្បាស់អញ្ចឹងបងប្អូនគឺរបស់ចាពេលដែលយើងវាស់បានលេខប៉ិតចាប៉ិតពីអាវនេះហើយយើងអាចយកទៅកាត់លើកណាត់បានចែកគុណចែកអញ្ចឹងណាចាអញ្ចឹងខ្ញុំចង់តែបងប្អូនតិចចាចាឥឡូវមកកាត់នេះមកខ្ញុំស្រួលចែកលេខចាចែកណាចែកនេះក្រាស់នេះចែកហើយបងប្អូនមើលចាអញ្ចឹងមុនដំបូងយើងចាពីក្រោយមុនគឺយើងត្រូវវាស់ស្មាអាវចាស្មាក្មេងប្រុសអាយុ7ឆ្នាំទៅ8ឆ្នាំឡើងអញ្ចឹងចាអាវនេះក្មេងប្រុសអាយុ7ឆ្នាំចា7ឆ្នាំអញ្ចឹងយើងចាប់ដើមនេះស្មាអាវចានេះគឺចំណុចនេះចាកន្លែងកែងនេះចាអញ្ចឹងយើងវាស់មកចាប់ពីនេះមកខាងមកចា32ចាស្មាអាវចា32ចាពេលយើងយកទៅចែកកាត់លើកណាត់ឬកពុំយើងចែក2ចា32ចែក2គឺចា16ចាចែកឲ្យខ្ញុំរូបមន្តខ្ញុំគឺបូក1ទុកសម្រាប់ដេកភ្នែកដេកគឺភ្នែកកន្លែងនេះបងប្អូនចាកន្លែងដៃនេះយើងត្រូវបូកមួយលេខចាបាន17ចាបាន17បន្ទាប់មកយើងវាស់សិតចាសិតផ្ទះខាងក្រោយនេះឡើយនេះផ្ទះខាងក្រោយយើងដាក់ដៃដល់ហើយគឺនេះគឺ29ចា29យើងចែក2ចាបាន14កន្លះចា14កន្លះយើងបូក1ដែរចាបាន15កន្លះចាបន្ទាប់មកយើងវាស់ចាយើងវាស់សម្រងខាងក្រោយបានណាខ្ញុំរាប់វាស់ជាមកសម្រងប៉ុណ្ណាដែលយើងស្រឡាញ់ចាយើងរូបមកតាមកលៈរៀងនេះមកចាបងប្អូនមើលទៅស្រឡាញ់ប៉ុន្មានអាវចាមើលទៅមកស្អាតមកសមគឺពីច្រើនពាក់កណ្ដាលទៅគេឬក៏ក្រោមទៅគេ2លេខ3លេខហ្នឹងអញ្ចឹងយកនេះសម្រងឃើញចា48ចាខាងក្រោយ48សម្រងក្រោយចាបងប្អូនចង់នេះទៀតបងប្អូនចុចចំកលៈរៀងហ្នឹងហ្មងចារៀងកលៈរៀង32ខ្ញុំដាក់មក32រៀងក្រោយចាយកមកពីមុខម្ដងចាពីមុខម្ដងចាពីមុខចាពីមុខខ្ញុំដាក់ចេះទៅស្រួលបងប្អូនមើលចាខ្ញុំវាស់ពីស្ទះនេះមកខាងនេះចា27អញ្ចឹងមិញដែលស្ទះក្រោយយើងឃើញ29អញ្ចឹងមុខយើងឃើញ27ចែក2ចាបានណា13កន្លះចាបូក1ឃើញ14កន្លះចាអាហ្នឹងមុខបងប្អូនចាដល់មកយើងវាស់សម្រងអាវយើងវាស់ពីគុណស្មានមកចាសម្រង47សម្រងអាវ47ចាអញ្ចឹងបងប្អូនចាប់ប៉ុណ្ណឹងបានបងប្អូនបងប្អូនចង់វាស់លម្អិតចាបងប្អូនចង់វាស់លម្អិតចុចកន្លែងកលៈរៀងខាងនេះមកចាហើយយើងវាស់ទៅមកចារៀងមកចារៀងមកយើងវាស់ទៅបានឬក៏បងប្អូនមិនពីច្រើនក្មេងធម្មតាអត់មានរៀងមិនត្រូវទេអញ្ចឹងណាចាមានរឿងទៅទីយើងកាត់ស្មើក៏បានតែបើបងប្អូនចង់វាស់រៀងក៏វាស់ទៅយើងចុចទៅចា31តែពីច្រើនខ្ញុំអត់វាស់ទេក្មេងអត់សូវមានកលៈរៀងអីទេអញ្ចឹងណាចាតើក្មេងរៀងធំបន្តិចចាប់ពី12ឡើងទៅមិនមានកលៈរៀងឃើញច្បាស់អញ្ចឹងតែបើក្មេងចាប់ពីត្រឹម4ខួបដល់7 8ឆ្នាំគឺខ្ញុំអត់សូវវាស់រៀងទេតែខ្ញុំចង់វាស់លម្អិតចាយើងវាស់នេះទី34យើងមកចាហើយសម្លងអាវចា47បន្ទាប់មកយើងវាស់ទំហំខ្ញុំវាស់មកចាវាស់ពីក្រោយមកវាស់នៅលើតែខ្ញុំដាក់នៅក្រោមដាក់ពេកចាទំហំ72ចា72ចាបើបងប្អូនត្រូវតែបូកគ្នាចូលចិត្តរៀងដោយអាមនុស្សចាស់ទេយកបូក6លេខចា
72 បូក 6 8 10តាមបងប្អូនចង់បានឲ្យតលាយចាអញ្ចឹងខ្ញុំបូកតែ6លេខទេចា6លេខគឺ78ចាទំហំចែកជា4ឃើញមក70 35 39 39 10ចា78ចែក4ឃើញ10 9កន្លះចា19កន្លះចាទំហំខាងលើដាក់ទុកធ្នេគឺបុកធ្នេខាងនេះបងប្អូនបុក3បុក2ចាតាមបងប្អូនចង់ទុកចាខ្ញុំបុក2ចាឃើញ21ចា21កន្លះចារៀងយើងវាស់គេមកចាំកលុករៀងនេះមកកែនេះមកចាឃើញមកចា63ចារៀងចាត្រង់72 63ចា63យើងបូកឲ្យ6ចាយើងឃើញ69ចាដាក់70ហ្មងបងប្អូនចា70ឲ្យនេះទៅចា70ចែកជា4ចាបាន70 17កន្លះបងប្អូន17កន្លះយើងបូក2ចាបូក2យើងឃើញ19កន្លះនឹងរៀងចាតាគីចាំមកទីក្រោមនេះចាតាគីក៏72ដែរបងប្អូន72ចាតាគីយើងស្មើនឹងគុំរៀងក្មេងចឹងបងប្អូនចា72យើងបូកឲ្យ6ដែរឃើញ78ចែក4តាគីចែក4ឃើញ19កន្លះហើយយើងបូកគ្នា2លេខ2បូក3បូក4តាមបងប្អូនបូកតែខ្ញុំគឺតែបូកទីទេចាឃើញ21កន្លះរួចហើយបងប្អូនក៏នេះបងប្អូនស្មាខាងមិញស្មាយើងក៏ឃើញ32គាត់ស្មាខាងដើម្បីបញ្ជាក់ផងបញ្ជាក់ពេលយើងកាត់ជាកឬក៏វាស់คลิกជារងคลิกយើងត្រូវមើលតាមនោះដែរបងប្អូនចា10លេខកន្លះអញ្ចឹងស្មាមិញ32ហើយស្មាខាងនេះ10លេខកន្លះចាណាយើងបញ្ជាក់គឺត្រូវចាប់ពេលយើងកាត់ហើយគឺរៀងអាវឲ្យស្មាយើងស្អាតហ្មងអញ្ចឹងបងប្អូនចាហើយបន្តមកយើងវាស់រងคลิกយើងវាស់ទៅគេដៃពីណាចាមុំចឹងណាចាំមុំចឹងប៉ុណ្ណឹងណាมันតាំងពេកហើយក៏មិនចាប់ពេកចាคลิก30ចាคลิก32ចាបងប្អូនដូចថាមើលទៅវាវាស់ឃ្លៀបងប្អូនវាស់មកកັບល្មមហើយយើងបូក3លេខ4លេខទៅចឹងណាចាអញ្ចឹង32ខ្ញុំបូកឲ្យ32ចា32ចា32បើបងប្អូនចង់រៀងតលេคลิกមិនអត់ចេះនេះយើងបូកថែម3លេខមកឬក៏30ចា30បូក3លេខគឺបាន35ចា35យើងចែកឲ្យ2ស្មើនឹង12លេខកន្លះចាដកឲ្យក្មេងនេះត្រូវហត់ស្មើហ្មងគឺយើងគាត់ចឹងយើងវាស់ពីចំណុចនេះចំណុចហ្នឹងចាមកកន្លែងគល់គ្នាយើងមេចានេះគល់គ្នាវិញយ៉ាង5ចាយើងវាស់ពីចំណុចហ្នឹងយើងត្រូវវាស់ពីចំណុចហ្នឹងចាមកពីកន្លះចឹងលើកគ្នា3លេខកន្លះចឹងណាចា16បងប្អូនតាមគល់គ្នានេះចាគេហ្វូមនេះ16អានោះពេលយើងវាស់យើងត្រូវគេចងកុកហើយគេចងមកយកខ្សែមកចងកន្លែងហ្នឹងបើអត់ទេបងប្អូននៅដើម្បីយើងចង់ដឹងចំណុចចុះស្មារតីគេបងប្អូនគាត់ពីចំណុចហ្នឹងមកចំណុចនេះមក16ចា3ចឹងស្មាក្មេងនេះគឺយើងចុះទេតែ3លេខទេអញ្ចឹងហើយយើងហក់ស្មាខាងក្រោយយើងហក់យកចា4លេខទៅចា4លេខអញ្ចឹងคลิกមិន32បូក3 35ចែកពី12លេខកន្លះយើងដកឲ្យ4លេខទៅយើងចាំយើងតាក់ចុះคลิกនេះចុះពីចំណុចនេះមកនេះចាអញ្ចឹងបានសល់ហើយបញ្ជាក់មួយទេបងប្អូនបើសិនជាក្មេងស្គមឬក៏សាច់ស្គមយើងដកតែ3បានហើយយើងគាត់មិនឃើញហក់3លេខ
ចុះទេចុះចំណោទចុះស្មាឡើងនេះ8លេខជួយដល់8លេខរបស់ក្មេងនឹងសាច់យើងអាចហត់14លេខ5លេខចឹងទៅយើងសំខាន់យើងគាត់ពីចំណុចនេះមកចំណុចនេះមកចាតែនេះបើយើងអាចដកដល់13ទេព្រោះឯគាត់ចំណុចស្មាគាត់ហើយគ្នាចា3លេខអញ្ចឹងបានសល់9លេខកន្លះយើងចុះកាត់ចុះក្លៀក9លេខកន្លះចាចឹងហើយយើងគាត់ជំរុញដល់តាមដៃគាត់គឺ24ចែក2បាន12ចែកមកនេះ2លេខបាន14ចាហើយយើងមកសម្រាប់ដៃមកសម្រាប់ដៃ13យើងបូក4លេខសម្រាប់បាត់នេះបាត់ចុងដៃខាងនេះ4លេខអញ្ចឹង17ហើយវត្តចុងដៃវត្តជំនុំចុងដៃមកក៏ឃើញមកចាចុងដៃ20លេខ20លេខចែក2បាន10ចា10គឺបូកឲ្យ2បាន12ចាគ្នាទឹកគ្នាចាចុងដៃដើមដៃឃ្លៀកចាហើយយើងគាត់កដល់កយើងពីទៀតហ្នឹងគាត់ហ្នឹង3ក34កអាវ34ចែកឲ្យចាកយើងចែកឲ្យចែក2ចា34យើងចែក2 30កសំទុកកយើងចែកឲ្យ1 5ដល់30អញ្ចឹងយើងចេញបាន5លេខកន្លះចេញកចុះកណាចានេះយើងចេញក5លេខកន្លះយើងយក34ចែកឲ្យ6ទៅយើងឃើញហ្មង5លេខជាងបងប្អូនចុចឃើញមើល34ចែកឲ្យ6 5ដល់30សល់4ថែម0 6 5ដល់30 30សល់34សល់4តម្លាក់4ថែម0មួយទៀតបាន40 6 5 6 6 37ឡើង42អញ្ចឹងបាន5គឺ6 6 1 30 6 1 36តាម140សល់4អញ្ចឹងបាន5គឺ6បងប្អូនហើយយើងណាយើងចេញកចេញពីចំណុចនេះមក5គឺ6ដល់ពេលយើងចុះកយើងបូកចាមួយលេខកន្លះមកអញ្ចឹង5គឺ6បូកឲ្យមួយលេខកន្លះគឺបានចា6លេខចាណាយើងចុះកយើងចុះនេះមកចាហើយយើងបោះឲ្យពេលអញ្ចឹងយើងកាត់ឃើញទំហំអញ្ចឹងមែនតែពេលដែលយើងដេកហើយយើងជាវាស់មកឲ្យបានខែកដែលយើងវាស់ឃើញណាចាក30នេះទំហំក30នេះគឺជាបាន30នេះមិនទេយើងវាស់ឲ្យតាមចាហើយអាវកនេះដែលយើងត្រូវវាស់ជុំវិញពេលដែលយើងដេកជាប់ហើយអត់ចឹងទៅយើងត្រូវការកាត់គុណកអាវទូចនេះគឺយើងយកកអាវនេះប្រវែងវា34ឲ្យត្រូវនឹងអាកដែលយើងវាស់ចេញពីជុំវិញហ្នឹងហើយសិលកយើងចេញពីសិលកនេះ2លេខកន្លះឬ2.2មកនេះហើយខ្លីជាសិលកខាងនេះអាសិលនេះខ្លីជាងណាចាអញ្ចឹងយើងដាក់ចឹងមកស្លាប់ត្រូវរៀនអញ្ចឹងណាចាអាក្មេងប្រុសចាក្មេងប្រុសចាបាយបាយជំរាបចានេះហើយលេខ4កាត់យើងគឺយើងចែកអញ្ចឹងចាចែកហើយបងប្អូននេះកាត់តាចំនួនលេខមកពេលយើងកាត់យើងចែកហើយយើងចែកហើយយើងគូសចែកឲ្យគុំដូចខ្ញុំគាត់ធ្វើវីដេអូចែកដូចអាវធំដែរគ្រាន់តែក្មេងយើងបញ្ជាក់កន្លែងស្មានេះចុះកន្លែងនេះចាប្រវែងនេះហើយនឹងប្រវែងនេះអានេះខ្ពស់ជាងប្រហែលលេខពីនេះធម្មតាស្មាយើងវាអត់ត្រង់ចេះវាប្រឆិតចេះតាមមនុស្សណាខ្លះគេហៅស្មារឿងធ្លាក់ស្មារឿងធំអីចឹងស្មាបើកអីចឹងចឹងវាស់ពីចំណុចហ្នឹងចានេះ16នេះឃ្លៀនៅក្រុមឃ្លៀអានេះ16ចាអាហ្នឹងយើងយកខ្សែមកចងជុំវិញមកយើងដឹងយើងវាស់ពីចុងដៃវិញមកនេះអានេះដែរចានេះបានតែ12ឯង12ទៅ13មកជុំកាត់ជុំ
ចា13នេះ13អញ្ចឹងវាខុសគ្នា3លេខអញ្ចឹងយើងហក់ទាំងក្រោយនេះស្មើហក់ពីនេះទៅ3លេខឲ្យវែងជាងអាផ្ទាំងមក3លេខអញ្ចឹងណាចាចឹងចាអញ្ចឹងយើងហក់3លេខហ្នឹងទៅត្រូវមកព្រោះអីយើងវាស់វាចិត្តស្ដែងហើយវាអាកន្លែងចំណុចកពូលនេះវាខ្ពស់ជាងចំណុចនេះខ្លីជាងចំណុចកពូលនេះមកនេះអត់ត្រឹមគ្លៀកនេះខុសគ្នា3លេខអញ្ចឹងទាំងក្រោយយើងហក់3លេខទៅចាបាយជំរាបលា